ដីព្រៃក្នុងតំបន់ការពារស្ថិតនៅខាងក្រៅស្នាក់ការរងផ្ដៀកធំនិងកន្លែងជាច្រើនទៀតគ្រប់គ្រងដោយលោកជូនជីនមន្ត្រីបរិស្ថានក្នុងឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំនៅតែបន្តសម្រុកកាត់ដុតបំផ្លាញយកដីដាំដំណាំធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនរហូតមកដល់ម៉ោងនេះមានតែសេចក្តីជូនដំណឹងពីក្រសួងគ្មានការទប់ស្កាត់ពីមន្ត្រីប្រចាំការឬអាជ្ញាធរដែនដីនៅទីនោះឡើយពួកយើងខ្លាចជាមេដឹកនាំទៅថ្ងៃមុខកុំអាលជឿរបាយការណ៍កុំអាលជឿខ្សឹបកុំអាលជឿអ្នករាយការណ៍ចាំទៅមើលឃើញពិតសិនសូមធ្វើសេចក្តីសម្រេចក្រោយពីមានរបាយការណ៍បំភ្លឺពីមន្ទីរបរិស្ថានខេត្តកំពង់ធំបានបំភ្លឺតាមតែរបាយការណ៍ខុសពីរបាយឃើញរបស់អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយជម្រាបជូនដល់សាធារណជននិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានជ្រាបអំពីករណីរុករានយកដីព្រៃនៅតំបន់អូសំញែងភូមិត្បែងឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំថ្មីនេះបានបង្ហាញឲ្យឃើញថារបាយការណ៍បំភ្លឺរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានគឺជារបាយការណ៍ដោះសារនិងជួយបិទបាំងជនពាក់ព័ន្ធដែលបានរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋចំណែកឯថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តមិនបានចុះទៅពិនិត្យជាក់ស្ដែងដោយផ្ទាល់នោះទេលុះដល់ថ្ងៃទី9ខែឧសភាឆ្នាំ2025មានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ទីតាំងស្ថិតនៅខាងក្រោយស្នាក់ការរងផ្ដៀកធំឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំបានទៅថតយករូបភាពបង្ហាញពីសកម្មភាពកាត់ដុតព្រៃបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរនិងមានប្រើរណាយន្តអាចជ្រៀកយកឈើធំទៀតផងតាមការសង្កេតឃើញមានទំហំដីជាច្រើនហិកតាត្រូវបានពួកគេសម្រុកកាត់ដុតយកដីដាំដំណាំផ្សេងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមានសង់ខ្ទមស្នាក់នៅធ្វើសកម្មភាពក្នុងតំបន់ការពារទៀតផងអ្នកសារព័ត៌មានបានចុះទៅដល់ទីនោះពួកគាត់បានបង្ហាញថានៅតាមចំណុច UTM ចំនួន5កន្លែងផ្សេងគ្នាទី1 48P 5674 48 E 1408 962N ទី2 48P 57 13 10 E 1412 536N ទី3 48P 56 9307 7E 1414 649N ទី4 48P 56 9460E 1415 725N ទី5 48P 56 785E 1414 158Nក្នុងតំបន់នេះគឺគ្រប់គ្រងដោយលោកជូនជីនជាប្រធានស្នាក់ការបរិស្ថាននៅទីនោះប៉ុន្តែមានការរីករាលដាលនៃការកាន់កាប់ខុសច្បាប់ជាច្រើនកន្លែងរួមទាំងមានសំណង់ថ្មីនៅលើដីព្រៃដែលមិនទាន់កំណត់សិទ្ធិមានដើមឈើធំត្រូវបានកាត់យកឈើនិងសម្អាតដីដោយការដុតបំផ្លាញគ្មានស្ដាយស្រណោះប៉ុន្តែគ្មានសកម្មភាពបង្ការឬអន្តរាគមន៍ចុះបង្ក្រាបជាក់ស្ដែងនោះនៅឡើយទេពលរដ្ឋដែលកំពុងតាមដានករណីនេះស្នើសុំតាមប្រព័ន្ធផ្សព្វផ្សាយសូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានចាត់មន្ត្រីជំនាញពីក្រសួងមកបើកការស៊ើបអង្កេតព្រឹត្តិការណ៍នេះដោយផ្ទាល់ដើម្បីប្រមូលផ្ដុំព័ត៌មាននិងចាប់អារម្មណ៍ចំពោះក្រុមជនពាក់ព័ន្ធហើយសូមជួយធ្វើការបញ្ជាក់ពីសិទ្ធិដីធ្លីនិងដាក់បណ្ដឹងទៅតុលាការប្រសិនបើមានការបំពានច្បាប់ហើយនៅតែរឹងរូសបង្កើនសមត្ថភាពនៃការរក្សាទុកដីព្រៃនិងមានការត្រួតពិនិត្យជាប្រចាំពីសំណាក់មន្ត្រីរូបណាដែលមិនជាប់ពាក់ព័ន្ធចេះការពារនិងស្រឡាញ់បរិស្ថានផងនោះទើបទទួលបានជោគជ័យ